រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានបុរសពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយបុរសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វមើលសម្លាញ់ល្ងាចនេះយើងទៅដាក់អន្ទាក់សត្វជាមួយគ្នាម្ដងមើលតើសម្លាញ់ឯងគិតយ៉ាងម៉េចដែរអូចុះមានអីគ្នាអាចទៅបានដែរអញ្ចឹងចាំល្ងាចនឹងចាំដាក់អន្ទាក់ជាមួយគ្នាតែម្ដងនោះអញ្ចឹងចាំល្ងាចចាំទៅដាក់អន្ទាក់ជាមួយគ្នាណាចាំរៀបចំឲ្យបានឲ្យបានរួចរាល់ទៅចាំគ្នាទៅហើយអូមិនអីទេរសៀលកោកភ្នំចាំហៅខ្ញុំចូលមិនអីទេខ្ញុំចាំឯងមិនទេណាបបួលគ្នាហើយដល់ថ្ងៃរសៀលកងភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជ្រៅដល់កន្លែងអន្ទាក់អ្នកទីមួយថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើខ្ញុំចង់ដាក់នៅកន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំទៅដាក់នៅចុងឈើហើយរួចសំយើងមើលព្រឹកឡើងរបស់អ្នកណាជាប់សម្ដឹងអញ្ចឹងយើងសម្រេចថាដាក់នៅកន្លែងដែលយើងគិតហើយណានិយាយគ្នារួចហើយម្នាក់ដាក់នៅគល់ឈើម្នាក់ដាក់នៅចុងឈើស្រាញ់ហើយវិលត្រឡប់មកផ្ទះវិញហើយលាគ្នាទៅផ្ទះតែរៀងខ្លួនខ្ញុំដាក់ត្រង់នេះហើយចាំមើលនឹងតែជាប់តែម្ដងខ្ញុំដាក់នៅទីនេះប្រកាសជាជាប់សត្វធំហើយឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយគិតគ្នាពីអ្នកប្តីប្រពន្ធថាបងសម្លាញ់បងដាក់អន្ទាក់នៅលើចុងឈើដូចហ្នឹងមានសត្វជើង4ឯណាទៅជាប់អន្ទាក់នៅលើចុងឈើនោះបងគួររិះរកមធ្យោបាយយ៉ាងណាតាំងពីដូនតាមកមិនដែលឮទេថាអ្នកឯណាទៅដាក់អន្ទាក់លើចុងឈើហើយឲ្យជាប់សត្វជើង4ដែលដើរនៅលើដីទេឥឡូវនេះខ្ញុំដាក់នៅលើចុងឈើតើធ្វើមកដេចបានសត្វទេដូច្នេះត្រូវខ្ញុំណារលឹកពីពេលមករងាវទៅមើលបើសត្វជាប់អន្ទាក់គេនឹងដីខ្ញុំដោះយកមកចងនៅអន្ទាក់ខ្ញុំនៅចុងឈើដល់ព្រឹកឡើងខ្ញុំនឹងទៅមើលជាមួយអ្នកនោះហើយខ្ញុំដោះយកសត្វទៅជូនលោកសុភាសេកបើគេមិនសុខចិត្តដូចម្ដេចមុខជាកើតក្តីគង់តែដល់សុភាសេកមិនខានហើយសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ប្រកបណាយ៉ាងមិនដែរគំនិតខ្ញុំនេះឆ្លាតទេអូហូគំនិតបងពិតជាល្អខ្លាំងណាស់គ្មានអ្នកណាគិតឃើញបែបនេះទេប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវរលឹកពីដេកយើងនឹងភ្ញាក់ឲ្យបានមុនគេហើយទៅមើលអន្ទាក់ថាជាប់សត្វឬទេបើជាប់សត្វយើងនឹងដោះសត្វពីអន្ទាក់របស់គេទៅដាក់អន្ទាក់របស់យើងវិញដល់មាន់រងាវរលឹកពីដេកលុបមុខស៊ីស្លាហើយដើរចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញទីបំផុតជាប់មែនលុះព្រឹកប្រហៀមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់មើលអ្នកដាក់អន្ទាក់នៅចុងឈើតោះយើងទៅមើលថាអន្ទាក់ណាជាប់សัตว์បែបអន្ទាក់លបងហើយព្រោះដាក់នៅខ្ពស់ជាងខ្ញុំអូអន្ទាក់ខ្ញុំមិនសង្ឃឹមទេបិទនៅចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះទេខ្ញុំមិនហ៊ានថាបើបានចែកគ្នាឆៃផងណានេះពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សាន់ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើនិយាយថាណូមើលចុះមិនជឿខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលទៅរបស់អ្នកណាជាប់ទេនេះជឿលឿនដល់ដាក់ចុងឈើមកជាប់ក្តាន់នៅដីទេវិញទៅហើយឡើងទៅដោះយកសัตว์ចុះមកនាំគ្នាវិលមកផ្ទះវិញសម្លាញ់អើយថ្ងៃនេះបានឆ្ងាញ់មាត់ហើយហូបមួយគ្រួសារក៏មិនអស់ដែរឯងយកផ្លូវទៅហូបខ្លះទៅអូមិនអីទេឯងយកទៅចុះយើង
មានម្ហូបគ្រប់គ្រាន់នឹងបរិភោគនៅផ្ទះហើយនេះគឺជាកម្លាំងញើសឈាមរបស់ឯងខំរកទុកឲ្យប្រពន្ធកូនឯងហូបជុំគ្នាទៅចុះខ្ញុំអរគុណហើយណាខ្ញុំគិតលាទៅផ្ទះវិញសិនហើយយើងចាំជួបគ្នានៅឱកាសក្រោយទៀតចុះណាអរគុណហើយក៏លាគ្នាទៅផ្ទះដោយរៀងខ្លួនឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេងហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅចុងឈើហើយអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវិក្តីគង់តែមកដល់លោកដូច្នេះតាមតែលោកមេត្តាសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះខ្ញុំនឹងដឹងគុណលោកនៅថ្ងៃមុខសូមលោកសុភាសេកមេត្តាជួយខ្ញុំផងទៅចុះណ៎ឯងតែរកស្លាម្លូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងយើងក៏បង្គាប់អញ្ចឹងដែរបើវាមកមិនទាន់យើងនឹងកាត់សេចក្តីឲ្យវាចាញ់បានដោយងាយឯងប្រញាប់ទៅចាស់បាទអរគុណណាស់លោកសុភាសេកខ្ញុំនឹងធ្វើតាមការបង្គាប់របស់លោកសុភាសេកឲ្យតែខ្ញុំបានឈ្នះក្តីអរគុណណាស់ឆាប់ទៅឯអ្នកដែលដាក់អន្ទាក់នៅលើគល់ឈើលុះវិលមកផ្ទះហើយដង្ហើមតូចដង្ហើមធំមិនសុខចិនក៏យកសេចក្តីទៅប្តឹងសុភាសេកលោកសុភាសេកលោកជួយដោះស្រាយក្តីមួយឲ្យខ្ញុំផងចុះខ្ញុំមានរឿងមិនសុខចិត្តត្បិតអីមានគេធ្វើបាបខ្ញុំសូមលោកសុភាសេកជួយដោះស្រាយរកយុត្តិធម៌ឲ្យខ្ញុំផងសុភាសេកក៏បង្គាប់សេចក្តីដូចបង្គាប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅលើចុងឈើក៏យកអីវ៉ាន់ទៅដល់មុនលោកសុភាសេកឥឡូវខ្ញុំយកបានមកមុនគេហើយអញ្ចឹងលោកអាចកាត់ក្តីឲ្យខ្ញុំនេះឈ្នះគេបានហើយព្រោះខ្ញុំស្អប់គេខ្លាំងណាស់មិនចង់ឲ្យគេឈ្នះខ្ញុំទេនេះជាស្លាបលូដែលលោកបង្គាប់ឲ្យខ្ញុំយកបោដូច្នេះលោកសុភាសេកជួយខ្ញុំផងចុះណាជួយខ្ញុំផងចុះឲ្យខ្ញុំអាចនឹងជោគឲ្យលោកច្រើនជាងនេះទៀតផងលោកជួយឲ្យខ្ញុំឈ្នះនៅថ្ងៃនេះសិនចុះណាមិនអីទេឯងដាក់នៅទីនឹងសិនហើយពេលវាមកខ្ញុំនឹងឲ្យវាចាញ់វាប្រកាសជាចាញ់មិនខាននោះទេឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកចាកដើររកទិញអីវ៉ាន់ពុំបានពុំទាន់ភ័យខ្លាចខ្លួនចាញ់គេហើយគេយកទោសផងនោះក៏រត់ពីភូមិមួយទៅភូមិមួយបានជួបជាមួយនឹងសុភាទុនសាយសួរថាអេមានដំណើរអីបានជារត់លឿនដូចនេះឈប់សិនចៅនោះក៏ឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់តាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើហើយគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សัตว์តែបែរជាអន្ទាក់នៅចុងឈើជាប់ក្តាន់មួយខ្ញុំមិនសុខចិត្តយកសេចក្តីនេះទៅប្តឹងសុភាសេកគេថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំជួយខ្ញុំផងជួយឲ្យខ្ញុំឈ្នះក្តីនេះផងចុះលោកទុនសាយណាហើយចាកុំភ័យអីចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏អរលុះដល់ថ្ងៃរសៀលសុភាទុនសាយនាំទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះក្តីចាញ់គេហើយសុភាទុនសាយឆ្លើយថាយើងបានជាយូរដូចនេះពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិលសុភាសេកសួរថាពីជីដូនជីតាមកគ្មានអ្នកណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលនោះទេសុភាទុនសាយឆ្លើយថាពីជីដូនជីតាពីម៉ែឪបង្កើតមកមាននរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សាន់ទៅជាប់ឯអន្ទាក់នៅចុងឈើវិញហើយសត្វជើង4ផងនោះដែលឮទេអ្នកស្រុកអើយខណៈនោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀតសុភាទុនសាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសេកដែលអង្គុយធ្វើជាសុភានោះក៏ខ្មាស់ដោយសារខ្លួនជាអ្នកល្មមជំនូនសាច់ក្តាន់ក៏នៅស្ងៀមបែរមុខ
ផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្ដុរ